សួស្តីចាព្រឹកនេះគឺបាននំអន្សមពុកម៉ែបងប្អូននំអន្សមដែលនាងខ្ញុំយកទៅបំពងតែថ្ងៃនេះអត់មានបន្លែទេពុកម៉ែបងប្អូនដោយសារតែមេឃភ្លៀងហើយបន្លែនៅក្នុងទូក៏អស់ដូច្នេះហើយជៀនហើយក៏មកអង្គុយញ៉ាំលេងតែហ្មងពុកម៉ែបងប្អូនកាលពីថ្ងៃប្រជុំសល់នំអន្សមច្រើនយកមកជៀនធ្វើទឹកត្រីផ្អែមមានសាឡាត់មានស្លឹកជីមានត្រសក់គឺដាក់មកគឺឆ្ងាញ់តែម្ដងតែថ្ងៃនេះនាងខ្ញុំអត់មានម៉ូតូជិះទៅទិញហើយបន្លែនាងខ្ញុំអស់លីងដូច្នេះហើយអង្គុយញ៉ាំតទេធ្វើឲ្យញ៉ាំតទេតែហ្មងទៅណាមួយនំអន្សមបើយើងយកទៅឆ្អើរក៏វាខាត់ពេលដែរដូច្នេះហើយនាងខ្ញុំក៏សម្រេចចិត្តថាជៀនអញ្ចឹងទៅគឺវាលឿនស្រួយគឺឆ្ងាញ់មួយយ៉ាងដែរតែពុកម៉ែបងប្អូននំអន្សមដែលយើងយកមកបំពងបានគឺជាប្រភេទដែលនំអន្សមជ្រូកបានយើងយកមកបំពងទៅឆ្ងាញ់បើនំចេកគឺអត់ឆ្ងាញ់ទេពុកម៉ែបងប្អូនហើយគួរឲ្យស្ដាយដែរផ្ទះនឹងខ្ញុំគឺថាធ្វើនំអន្សមច្រើនដែរតែអស់លីងនំជ្រូកសល់តែ2 3គឺអស់លីងញ៉ាំសល់តែនំអន្សមចេកហើយនំអន្សមហ្នឹងបើយើងញ៉ាំអត់អស់ពុកម៉ែបងប្អូនដាក់ក្នុងទូពេលដែលពុកម៉ែបងប្អូនចង់ពិសាយកមកកាត់វាជាចំណិតហើយដាក់ចៀនឆ្ងាញ់ណាស់រសជាតិឆ្ងាញ់មួយយ៉ាងអំពីនំអន្សមស្ងោរតែប្រហែលជានំអន្សមចៀនហ្នឹងវាអាចនឹងលើសជាតិខ្លាញ់ច្រើនបន្តិចដោយសារតែយើងបំពងជាមួយនឹងខ្លាញ់បែកអស់ស្នូលសណ្ដែកក្នុងពុកម៉ែបងប្អូនតែឆ្ងាញ់នំមួយចាននេះគឺនាងខ្ញុំបំពងដល់តែ3នំបើធម្មតាគឺញ៉ាំតែមួយគឺឆ្អែតហើយប៉ុន្តែដល់យកបំពងអញ្ចឹង3នំគឺល្មមតែម្ដងសម្រាប់នាងខ្ញុំ